ជំរាបសួរលោកគ្រូខ្ញុំឈ្មោះអ៊ីវិសាលមកក្រុម Magic Ball ថ្ងៃនេះមកបកស្រាយជាមួយនឹងកូដមួយដែលលោកគ្រូបានដាក់ឲ្យយើងចាប់ផ្ដើមនេះជាកូដដែលលោកគ្រូបានដាក់ឲ្យវាចេះដែល convert ទៅលើការងារទី1យើងមានកូដមួយដែលមានយើងប្រកាស variable មួយគឺជាប្រភេទ integer ហើយឈ្មោះវាគឺ x និងវាមានផ្ទុកចំនួន10ទី2គឺ float variable ទី2យើងប្រកាសទៅជាប្រភេទ float និងឈ្មោះរបស់វាគឺ y ដែលមានផ្ទុកចំនួន 3.5 ទី1គឺយើងចង់ convert វាឲ្យទៅជា integer ដោយសារតែចំពោះ integer គឺវាចាប់យកតែលេខដែលគត់ទេអញ្ចឹងចំនួននេះគឺយើងបានបូកសរុបរបស់វាយើងប្រកាស variable មួយទៀតមានឈ្មោះថា sum អូខេអញ្ចឹងទៅពេលដែលវាយើងបូកទៅគឺវានឹងបាត់ទៅលើ 0.5 នេះដោយសារតែយើង convert វាទៅជា integer អញ្ចឹងវានឹងចេញលទ្ធផលឲ្យយើងគឺចំនួនគត់អូខេនេះគឺ write line ហើយប្រភេទរបស់វាគឺយើងអាចនិយាយបានថាគឺប្រភេទពីធំទៅទូចគឺ explicit ហើយនេះគឺ double យើងប្រកាស variable មួយទៀតមានជាប្រភេទ double ឈ្មោះរបស់វាគឺ score វាផ្ទុកទិន្នន័យ 88.6 ហើយនេះក៏ដូចជាឈ្មោះ final score នេះគឺវាផ្ទុកទិន្នន័យចំនួន 88.6 ហើយយើងចង់ឲ្យវាទៅជា integer មានន័យថាយើង convert វាទៅជាប្រភេទ integer ហើយនេះគឺ score ដូច្នេះពេលដែលយើង convert ទៅគឺវានឹងបាត់ 0.6 វានឹងមានទៅត្រឹម 88 អូខេនេះ write line យើង convert យើងមានថាយើងធ្វើពីធំទៅតូចមួយទៀតគឺយើងមាន variable មួយជាប្រភេទ integer ឈ្មោះ a ហើយវាមានទិន្នន័យចំនួន 9 និងមួយទៀតប្រភេទ integer ដូចគ្នាយើងមានឈ្មោះ b ហើយយើងទុកទិន្នន័យចំនួន 4 កន្លែងនេះគឺយើងចង់ធ្វើវាឲ្យមានជាភាគរយគឺយើង convert វាទៅជា double ដូច្នេះយើងយក a ចែកនឹង b គឺយើងស្មើនឹង a ជា v គឺវាធំត្រូវកន្លែងហ្នឹងហើយវាជាធ្វើវាពីទូទៅធំចង់ឲ្យវាពីទូទៅធំយើងប្រកាស variable មួយទៀតជាប្រភេទ string មានឈ្មោះថា s ហើយវាផ្ទុកទិន្នន័យចំនួន 75 ហើយកន្លែងនេះគឺយើងចង់រកវាឲ្យឃើញគឺយើងប្រកាសឈ្មោះមួយទៀតគឺinteger ស្មើ n និង integer press ហើយឈ្មោះរបស់វាគឺ s ដដែលចំនួនរបស់វាគឺ 75 អូខេយើងធ្វើវាពីធំទៅតូចហើយយើងអូខេអញ្ចឹងយើងសាក run មើលតើវាចេញទិន្នន័យហើយនឹងបាត់ទិន្នន័យខ្លាំងមែនអត់អូខេជា slow នេះយើងឃើញហើយចំពោះទិន្នន័យទី1គឺវាបាត់យើងចង់ឲ្យវា convert ទៅជា integer ដូច្នេះគឺវានឹងបាត់ចុចហើយទី2គឺវានឹងបាត់ដូចគ្នាដោយសារតែយើងចង់ឲ្យវាទៅ integer ហើយចំពោះទី3គឺយើងចង់ឲ្យវាចែកចេញជាភាគរយដោយសារតែវាជាប្រភេទvariable ដូច្នេះវានឹងចេញចុចឲ្យយើងឃើញហើយចំពោះទី4វាជាប្រភេទ string ដែរតែយើងប្រកាសវានៅលេខ 75 លេខគត់យើងទៅសេដើម្បីវាចេញជា integer យើងទៅសេ input ហើយ write line console write line នេះមកយើងដាក់ប្រកាសឈ្មោះវាមកដូច្នេះគឺវាចេញ 75 អូខេអញ្ចឹងគឺធំត្រូវហើយអូខេអញ្ចឹងចំពោះ exercise 2យើងគឺយើងមើលទៅលើកូដអូខេទី1គឺ u integer ហើយចំពោះ u integer នេះគឺវា support ទៅលើតែប្រភេទពួកវិជ្ជមានទេបើសិនជាយើងដាក់អវិជ្ជមានវាអាចនឹង error អូខេដូច្នេះគឺយើង
đặt ban tại vitamin T hay đầm bay đặt ban ở vitamin cứ dương ai convert biết tới chỉ một hệ integer của ấy integer bia cứ vềตัวban từng vitamin này vitamin dương convert về chỉ một cái integer mới mất đầm bay bỏ đầm lại từ integer cứ về aiตัวban từng vitamin này vitamin ok thì phíประเภทยูร้องhayหนึ่งลองด้วยគ្នាដែរចំពោះยูร้องគឺដូចទៅលើ u integer ដែរវាទទួលបានតែចំពោះទិន្នន័យដែលនេះទេគឺវិជ្ជមានទេចំពោះអវិជ្ជមានគឺវាអត់ទទួលបានដើម្បីទទួលបានឲ្យវាមានវិជ្ជមាននិងអវិជ្ជមានគឺយើងត្រូវតែប្រកាស variable ប្រកាសឈ្មោះមួយដើម្បី convert វាទៅជា long ហើយយើងមានមិចមួយដើម្បីទទួលលទ្ធផលទាំងពីរអូខេប៉ុណ្ណឹងមួយទៀតគឺ s byte s byte យើងមានឈ្មោះរបស់វាគឺ sb វាផ្ទុកទិន្នន័យចំនួន120ហើយនេះគឺជា console write line ដើម្បីរក្សាទិន្នន័យ120នេះទុកបន្ទាប់គឺ integer ក្រោយបងទៀតជាប្រភេទ integer មានឈ្មោះថា big វាផ្ទុកទិន្នន័យចំនួន200ហើយមួយទៀតគឺ s byte ជាប្រភេទទិន្នន័យ s byte នេះគឺវាអូខេកន្លែងនេះចំពោះ s byte នេះគឺវាទទួលបានទាំងវិជ្ជមាននិងអវិជ្ជមានទោះបីយើងដាក់អវិជ្ជមានក៏វាអត់ error ដែរហើយនេះគឺជាតម្លៃដែលយើងកំណត់ដើម្បីឲ្យវាបោះចេញជា console write line ហើយចំពោះតម្លៃនេះគឺវាដូចគ្នា integer គឺវាទទួលទាំងវិជ្ជមាននិងអវិជ្ជមានប៉ុន្តែយើងចង់បានឲ្យវាអវិជ្ជមានប៉ុន្តែកន្លែងនេះយើងមើលថាមួយជា s byte ហើយមួយជាប្រភេទ integer យើងចង់បានវាទៅជាប្រភេទ s byte ដូច្នេះយើងត្រូវការប្រកាសវាមួយឈ្មោះថា s byte ដើម្បីបញ្ជូនតម្លៃមកឲ្យ s byte ខាងមុខអូខេហើយបន្ទាប់គឺប្រភេទ bol យើងមាន variable មួយជាប្រភេទ bol ហើយឈ្មោះ flag កន្លែងនេះគឺយើងធ្វើដើម្បីចង់ដឹងថាវា true ឬក៏ false យើងអាចនិយាយបានថាវិជ្ជមានឬក៏អវិជ្ជមានបន្ទាប់គឺ name in name យើងកន្លែងនេះគឺដើម្បីដឹងថាវាត្រូវឬមិនត្រូវយើងត្រូវការ convert វាទៅជា to integer 16មានន័យថាកន្លែងនេះដើម្បីឲ្យបានលទ្ធផលថាពិតឬមិនពិតយើងត្រូវការ convert វាសិនទៅជាប្រភេទ integer ដោយសារតែកន្លែងនេះ convert to integer នេះគឺវាទទួលបានទាំងអស់មានន័យថាវាធំជាប្រភេទអីក៏វាទទួលបានដែរដើម្បីដឹងពិតគឺយើងត្រូវការ convert វា to integer 16ហើយនេះ console write line ដែលវាបង្ហាញលទ្ធផលមកគ្រាន់តែយើងសរសេរដើម្បីកំណត់លទ្ធផលរបស់វាទេមួយទៀតគឺ object គឺវាផ្ទុកទិន្នន័យចំនួន1 2 3ហើយដូចគ្នាដើម្បីបង្ហាញលទ្ធផលបានយើងត្រូវការ convert វា to integer 16មានន័យថាinteger 16នេះគឺវាមានទំហំធំវាអាចផ្ទុកបានរាល់ variable ទាំងអស់វាអាចទទួលស្គាល់ហើយនេះគឺ n ដើម្បីបង្ហាញទិន្នន័យថាវាចេញមកជាអ្វីបន្ទាប់គឺ dynamic ជាឈ្មោះវាគឺ d ហើយទុកទិន្នន័យ45ហើយដើម្បី convert វាទៅជា integer យើងត្រូវការសរសេរវាជា input ហើយបន្ទាប់មកយើងនឹងបោះ input នេះបោះចំនួនលេខទាំងអស់មកឲ្យ integer អូខេហើយនេះគឺជាឈ្មោះដែលយើងត្រូវការបញ្ចេញលទ្ធផលបន្ទាប់គឺ console read line នេះគឺយើងដាក់តែដើម្បីបញ្ចប់កម្មវិធីតែប៉ុណ្ណោះអូខេអញ្ចឹងយើងសាករានមើលចំពោះ write line ខាងក្រោមនេះគឺគេដាក់ដើម្បីតែសម្គាល់តែប៉ុណ្ណោះបើសិនជាយើងរានហើយវានឹងចេញបែបនេះយើងគ្រាន់តែប៉ះទៅលើ key enter មួយវានឹងបញ្ចប់ slide របស់យើងប៉ុន្តែចំពោះកន្លែង read line កន្លែងនេះបើសិនជាយើងចង់ delete វាចោលក៏វាអត់ជាបញ្ហាដែរអូខេប៉ុន្តែវាអត់ជាបញ្ហាប៉ុន្តែពេលយើងចេញមកគឺវាបញ្ចប់ slide ឲ្យយើងត្រឹមតែប៉ុណ្ណឹងវានឹងចេញចំនួន output ឲ្យយើងមើលឃើញប៉ុណ្ណឹងអូខេអញ្ចឹងកន្លែងហ្នឹងគឺយើងចង់ដាក់ក៏បានយើងចង់អត់ដាក់ក៏បានដែរអូ
khé chẳng cứ miền nào bên nắng chỉ trong có xong máu con là lục khổ miệng lý